សួស្តីបងបងតើបងខ្ញុំនាំបងទៅអង្គុយជីឡានឆេរឡេតគ្រូជាមួយនឹងគ្នាចឹងនឹងថាខាងក្នុងបែបណាដែរស្រួលអង្គុយអត់តលាយអត់ចាអញ្ចឹងសុំសាកលបងឲ្យបងបងមើលណាចាសម្បត្តិទ្វាសិនអូខេអញ្ចឹងឥឡូវចូលមកដល់ខាងក្នុងហើយខាងក្នុងខ្ញុំឆ្លាញ់ការ design ទៅលើកៅអីខ្លាំងមែនតើកៅអីស្អាតបែប sport ដូច gamer អញ្ចឹងបងហើយពេលអង្គុយទៅមានអារម្មណ៍ថាវាសាច់ពុករបស់វាប្រភេទស្បែកទន់ហើយរបៀបថាមកល្មមស្រួលអង្គុយកៅអីក្តោបខ្លួនយើងហ្មងជិះផ្លូវឆ្ងាយគឺអត់សូវហត់ទេហើយខាងតកង់នេះក៏ជាប្រភេទកៅអីអូតូទៀតចាហើយសម្រាប់ខាងនេះអ្នកខាង passenger ជីក្បែរយើងក៏មកអែមដែរហើយកន្លែងកណ្ដាលនេះគឺ design មកស្អាតវាសល់កន្លែងតលាយច្រើនអត់ជាអៀតទេដោយសារតែគេប្រើប្រាំងដៃឥឡូវទៅនេះអញ្ចឹងប្រភេទនេះដាក់មកវារៀងស៊ីវិល័យហើយវាជួយឲ្យកន្លែងនេះមានភាពតលាយអត់ទៅតែងដៃញ៉ៃទេបងកន្លែងនេះក៏មានកន្លែងដាក់កែវកាហ្វេដែរចាហើយនេះទម្រង់ការ design ប្រភេទប្រអប់លេខរបស់គេបងចង់ប្រើលេខដៃក៏បានលេខអូតូក៏បានហើយខាងក្រោមនេះគឺជាបេតុងបញ្ជាផ្សេងបញ្ជាជាមួយនឹងម៉ាស៊ីនត្រជាក់ហើយនេះមកជាមួយនឹងហើយក្រង់ digital ដែលមានមុខងារ Apple CarPlay និង Android Auto មកស្រាប់ភ្ជាប់ដើម្បីមើល map មើល Messenger Viber Telegram នៅលើនេះដែលផ្ទាល់បាន call ចាក់ចម្រៀងអីលើនឹងបានចាកងទៅក៏ជាប្រភេទ digital ដែរហើយដែលខ្ញុំឆ្លាញ់គឺជាកូដប្រភេទ SOD Electronic ធូរស្រួលមែនតើអតិជនស្រីប្រុសគឺស្រួលបើកដូចគ្នាជាពិសេសពេលបើកផ្លូវឆ្ងាយឬក៏បើកក្នុងក្រុងពេលដែលផ្លូវស្ទះខ្លាំងក៏អត់សូវហត់ដែរហើយនេះកន្លែងមកខាងលើមកយើងមានជាមួយនឹងដបូលបើកឲ្យយើងទៀតចឹងបើថាយើងទៅដើរលេងចង់បើកយកពលឺព្រះអាទិត្យឬក៏មេឃអត់សូវក្តៅអីគឺបើកចឹងមកបងតែបើថាមេឃក្តៅបងបាច់ភ័យទេយើងមាននាងការពារដែរចាហើយសម្រាប់ខាងក្រោយវិញមកអង្គុយនៅជួរទី2ម្ដងជួរទី2ក៏ល្មមសមាជិក5នាក់អុយសមាជិក3នាក់បងច្រឡំខាងមុខ2ខាងក្រោយ3អង្គុយបានអត់អីទេឥឡូវខ្ញុំបិទទ្វារចាអញ្ចឹងពេលដែលអង្គុយមកនេះខ្ញុំម្នាក់ឯងប៉ុណ្នេះហើយនៅសល់កន្លែងហ្នឹងបាន2នាក់ទៀតមកទលាយហ្មងហ្នឹងបងចាហើយកៅអីនេះផងដែរយើងអាចរៀងប្រថេតតិចបើជិះផ្លូវឆ្ងាយរៀងហត់នឿយប្រថេតខ្លួនគេងស្រួលបងនេះខ្ញុំគេងទាញឲ្យវារៀងប្រថេតខ្លួនបានណាចាអញ្ចឹងមកអែមអីជួយតែបងមានអីជាចម្ងល់ទៀតសាកសួរបាន